បាទសួស្តីបងប្អូននិស្សិតសំណងស៊ីវិលនិងបងប្អូនវិស្វករសំណងស៊ីវិលទាំងអស់គ្នានៅក្នុងវីដេអូនេះទៀតដែរខ្ញុំបានលើកយកចំណេះដឹងខ្លីមួយទៀតទាក់ទងជាមួយនឹង quantitative check out ណាដែលយើងផ្ដោតទៅលើការងារ decor ដែលយើងអំពីការងារ rip art ណាអញ្ចឹងយើងបានដឹងហើយថាទាក់ទងជាមួយនឹងការងារ art នៅក្នុងអគាររបស់យើងគឺយើងបែងចែកជាពីរប្រភេទមានការងារប្រភេទ art 10និងប្រភេទ art 20ណាទាក់ទងជាមួយនឹង art 10យើងនិយាយសាមញ្ញទៅន័យថាយើង rip art មួយជួរណាដែលយើងឃើញរូបជាក់ស្ដែងនេះអញ្ចឹងដល់ពេល art 20គឺយើង rip art ពីរជួរណាចឹងតាក់ទងជាមួយនឹងការងារ10នេះជាទូទៅគឺយើងប្រើប្រាស់វាសម្រាប់ធ្វើការងារខណ្ឌចែកនៅក្នុងអគារបានន័យថាមិនដែរគេហៅថាយើងខណ្ឌចែកបន្ទប់ទឹកណាយើងខណ្ឌចែកបន្ទប់គេបន្ទប់ទួលភ្ញៀវអញ្ចឹងនៅក្នុងអគារគឺយើងប្រើប្រាស់ជាប្រភេទ10សម្រាប់តាក់ទងជាមួយនឹងប្រភេទ 20នេះគឺយើងប្រើប្រាស់សម្រាប់ធ្វើជាអញ្ចាំងខាងក្រៅនៃអគាររបស់យើងណាព័ទ្ធជុំវិញអគារយើងឃើញរូបជាក់ស្ដែងអញ្ចឹងគឺយើងប្រើប្រាស់វាដោយសារតែវាអាចទប់ទល់ជាមួយនឹងសំឡេងណាទប់ទល់ជាមួយនឹងអាកាសធាតុអញ្ចឹងណាបានល្អជាងប្រភេទ 20ដោយសារអញ្ចឹងយើងវាក្រាស់អញ្ចឹងទៅវាអាចការពារកម្ដៅថ្ងៃបានល្អជាងការពារសំឡេងបានល្អជាងអញ្ចឹងធ្វើឲ្យអ្នកដែលរស់នៅក្នុងអគារហ្នឹងគាត់ទទួលបាននៅអារម្មណ៍សុខស្រួលណានៅក្នុងវីដេអូនេះលោកគ្រូលើកយកនៅគម្រោងឧទាហរណ៍តូចមួយដើម្បីបង្ហាញអំពីការគណនារឹតនៅបរិមាណការងារដែលយើងឃើញជាក់ស្ដែងនេះនេះគឺជាអគារយើងជាន់ទី2មួយដែលជា office building របស់យើងអញ្ចឹងនៅក្នុងនេះគឺលោកគ្រូធ្វើការប្រមូលនៅបរិមាណការងារឥតនៅក្នុងបន្ទប់មួយនេះអញ្ចឹងដើម្បីយើងធ្វើការប្រមូលបរិមាណការងារឥតដំបូងយើងបង្កើត layer ដូចគ្នាអញ្ចឹងលោកគ្រូបង្កើត layer មកលោកគ្រូដាក់ឈ្មោះ VA ចុះណាអញ្ចឹងយើងមានឥតយើងចេះឥត10និងឥត20ណាអញ្ចឹងឥត10លោកគ្រូដាក់វា brick 10ទៅណា brick 10លោកគ្រូបដូរពណ៌វាសិនទៅណាយើងថាយកពណ៌វាជាពណ៌លឿងចុះណាសួរមើលហើយកម្រាស់តាក់ទងជាមួយនឹងឡាញរបស់យើងគឺលោកគ្រូយក 0.3 មីលីម៉ែត្រយើងបង្កើត layer មួយទៀតគឺតាក់ទងជាមួយនឹងជញ្ជាក់ X20 ណាអញ្ចឹងយើងដាក់ brick 20ទៅលោកគ្រូសុំបដូរពណ៌វាវិញយើងកុំប្រើពណ៌ជាន់គ្នាយើងប្រើពណ៌ផ្សេងគ្នាដើម្បីស្រួលមើលលោកគ្រូសុំប្រើពណ៌ក្រហមចុះណាទំហំរបស់យើងគឺ 0.3 មីលីម៉ែត្រដូចគ្នាបន្ទាប់ពីយើងធ្វើការបង្កើតនៅ layer រួចយើងចាប់ផ្ដើមចូលទៅកាន់ layer ដែលយើងបានបង្កើតបាញ់មិញចឹងលោកគ្រូដាក់អក្សរ A យើងអាចរកបន្តិចនេះនៅខាងលើនេះណាចឹងនេះគឺជាអញ្ចឹងឥត10អញ្ចឹងយើងធ្វើការវាស់ប្រវែងវាសិនមកអញ្ចឹងយើងមើលទៅលើនៃអញ្ចឹងនេះយើងអាចវាស់ dimension បានណាយើងវាស់ប្រវែងវាអញ្ចឹងអញ្ចឹងនេះគឺអញ្ចឹងឥត10ជាងណាយើងឃើញទំហំវា100ទេណាហើយដល់ពេលអញ្ចឹងមួយនេះគឺជាអញ្ចឹងឥត20របស់យើងទំហំរបស់វាគឺ200ណាអញ្ចឹងយើងចាប់ដើមធ្វើការវាស់ប្រវែងវាមកអញ្ចឹងលោកគ្រូប្រើ polyline មកអញ្ចឹងយើងប្រើ command មួយគឺ PL enter ចឹងលោកគ្រូវាស់ឥត10មកចឹងនេះគឺជាប្រវែងឥត10របស់យើងវាស់វាមកមកដល់អញ្ចឹងនេះលោកគ្រូយកវាលយ10នេះតិចមកណាដោយសារយើងរៀបទៅយើងទល់គ្នាជាមួយនឹងអញ្ចឹងហ្នឹងណាអញ្ចឹងលោកគ្រូចុច space មកដើម្បីផ្ដាច់វាហើយយើងចាប់ផ្ដើមវាស់ប្រវែងតទៀតមកដល់នេះគឺតាក់ទងសសរចឹងយើងផ្ដាច់វាទៅសសរហើយបានយើងវាស់ពីកែមសសរមួយទៀតណាព្រោះយើងរៀបឥតគឺទល់ជាមួយនឹងសសររបស់យើងណាអញ្ចឹងយើងចាប់ផ្ដើមមកវាស់នេះគឺជាតាក់ទងជាមួយនឹងអញ្ចឹងណាសម្រាប់បន្ទប់ទឹករបស់យើងអញ្ចឹងលោកគ្រូវាស់វាហើយអញ្ចឹងបតាក់ទងជាមួយនឹងប្រវែងនៃបរិមាណអញ្ចឹងឥត10ទៀតគឺយើងបានប្រមូលរួចហើយណាអញ្ចឹងយើងទៅអញ្ចឹងឥត20មួយទៀតគ្រូប្រើ comment នេះគ្នាណា PL enter មកតោះមកយើងប្រមូលវាអានេះលោកគ្រូប្រមូលវាដល់នេះមកណាព្រោះយើងរៀបអញ្ចឹងឥត10យើងទល់ជាមួយនឹងឥត20ណាអញ្ចឹងលោកគ្រូវាស់ឲ្យឆ្ងាយតិចទៅអញ្ចឹងនេះយើងវាស់មកដល់កែមនៃសរសរយើងណាយើងវាស់តទៀតមកដល់ជាមួយនឹងសសរនេះណាលោកគ្រូយកពីនេះទៀតមកទល់ជាមួយនឹងសសរនេះដែរអញ្ចឹងនេះគឺជាប្រវែងនៃអញ្ចឹងឥត10និងឥត20របស់យើងចាប់ដើមធ្វើការប្រមូលប្រវែងនៃអញ្ចឹងឥតរបស់យើងអញ្ចឹងយើងប្រើប្រាស់ common មួយគឺ layer ISO ណាអញ្ចឹងយើងវាយ layer ISO មកបន្ទាប់មកលោកគ្រូចុចទៅលើ layer នៃអញ្ចឹងឥត10យើងចុច enter មកបន្ទាប់មកចាប់ដើមធ្វើការប្រមូលប្រវែងស្របនឹងណាអញ្ចឹងគឺយើងប្រើប្រាស់ common មួយទៀតយើងប្រើពាក្យ upload មក AP អញ្ចឹងលោកគ្រូ upload comment មួយនេះចូលមកណាពេលដែល upload ហើយយើងចាប់ផ្ដើមប្រើប្រាស់ comment ដើម្បីធ្វើការប្រមូលប្រវែងស្របរបស់វាណាអញ្ចឹងគឺ comment នេះគឺ TL enter ណាអញ្ចឹងនៅពេលដែលលោកគ្រូប្រើទៅយើងទទួលបានប្រវែងវា 18.2 ណា 18.2 ម៉ែត្រគឺជាអញ្ចឹង10របស់យើងនេះ 18.2 ម៉ែត្រនេះហើយនឹងគឺជាប្រវែងចេះអត់យើងទាំងមូលតោះមកលោកគ្រូប្រើ comment lay on វិញដើម្បីបើកនៅ layer យើងឡើងវិញទាំងអស់អញ្ចឹងប្រវែងសរុបនៃចេះអត់10យើងគឺ 18.2 តោះយើងធ្វើការគុណនឹងកម្ពស់ណា
ចឹងបើយើងមើលកម្ពស់យើងមកមើលមុខកាត់ section របស់យើងនេះចឹងនេះគឺជា component ជាងអត់យើងណាចឹងគឺ 8.45 ម៉ែត្រណាគឺយើងរៀបចេញពីប្លង់សេខាងក្រោមទល់ជាមួយនឹងបាតនឹងខាងលើណាសូម្បីតែជាងកន្លែងបន្ទប់ទឹកនេះក៏កម្ពស់វាដូចគ្នាដែរណាគឺ 8.45 ម៉ែត្រដូចគ្នាចឹងលោកគ្រូធ្វើការគុណជាមួយនឹងកម្ពស់ឲ្យមកចឹងយើងទទួលបានតម្លៃដែលជាម៉ែត្រការ៉េនេះជាអត់10យើងប៉ុន្តែវាមិនមែនជាតម្លៃចុងក្រោយទេដោយសារតែជាអត់10នេះគឺយើងមានប្រហោងណាយើងមានប្រហោងទ្វារ2គឺយើងមានទ្វារ WD 03ដែលជាទ្វារបន្ទប់ទឹកនេះហើយនិង WD 02ដែលជាទ្វារទប់ចូលរបស់យើងណាចឹងយើងនឹងការដកផ្ទៃកាឡានៃទ្វារទាំងពីរនេះចោលណាចឹងយើងមកមើល plan section AA យើងដដែលចឹងលោកគ្រូនេះគឺជាប្រវែងនៃទ្វារទាំងពីរចឹងលោកគ្រូបានវាស់វារួចហើយណាយើងប្រើប្រាស់ comment យើងមក rectangle គ្រូវាស់ប្រវែងវាមកតើបើយើងចូល property គោលលោកគ្រូឃើញថាប្រវែងវានេះគឺផ្ទៃកាឡាវា 1.92 ណា 1.92 ម៉ែត្រការ៉េហើយតាក់ទងជាមួយទ្វារយើងគឺយើងចូល property ដូចគ្នាយើងឃើញផ្ទៃកាឡាយើងគឺ 1.85 ណា 85 ម៉ែត្រការ៉េចឹងលោកគ្រូធ្វើការដកផ្ទៃកាឡានៃសាច់ទ្វារបន្ទប់ទឹកនិងទ្វារបន្ទប់ចូលហ្នឹងទៅអាហ្នឹងគឺយើងឃើញជាងអត់10ស្របហើយណាចឹងយើងឃើញស្របទៅលោកគ្រូកណនាបាន 59.02 ម៉ែត្រការ៉េឬក៏យើងហៅថា 59 ម៉ែត្រការ៉េក៏បានដែរណាអញ្ចឹងតាក់ទងជាមួយនឹងជាងអត់20យើងដូចគ្នាដែរយើងប្រមូលដូចគ្នាដែរណាចឹងលោកគ្រូប្រើ comment លេខ ISO ដូចគ្នាដែរមកចឹងយើងចុចវាទៅលើជាងអត់20របស់យើងនឹងមកហើយចុច enter ចឹងនេះគឺជាជាងអត់20យើងបានវាស់មុនហ្នឹងណាតបមកលោកគ្រូចាប់ដើមធ្វើការប្រមូលវាគឺយើងប្រើប្រាស់ comment TL ណា TL enter មកចឹងលោកគ្រូទទួលបានប្រវែងវាគឺ 13.5 ម៉ែត្រណាចឹងនេះគឺជាប្រវែង 13.5 ម៉ែត្រគុណនឹងកម្ពស់នៃជាងអត់យើងគឺ 3.45 ម៉ែត្រដូចគ្នាតមកយើងប្រើ comment lay on វិញដើម្បីយើងបើកទៅមើល layer យើងវិញទាំងអស់ណារួចយើងធ្វើការដកផ្ទៃកាឡានៃទ្វារនិងប្អួយដែលជាប់ជាមួយនឹងជាងអត់20យើងមកគឺយើងមានប្អួយខាងមុខ AW01 និងជាយើងមួយទៀត AW01 ចឹងដល់ប្អួយ AW01 យើងមាន2ណាហើយតាក់ទងជាមួយនឹងប្អួយមួយទៀតគឺជាប់ជាមួយនឹងបន្ទប់ទឹកនេះគឺ AW04 ហើយយើងមានទ្វារមួយទៀតនៅខាងមុខដែរគឺ WD01 ណាចឹងផ្ទៃកាឡាវាលោកគ្រូបានវាស់រួចហើយចឹងក្រោយមកយើងស៊ីសងទៅយើងឃើញថាជាងអនុ20យើងគឺមានទំហំ 40.48 ម៉ែត្រការ៉េណានេះគ្រាន់តែជាវីដេអូខ្លីមួយបង្ហាញអំពីការប្រមូលបរិមាណការងារឥដ្ឋបើចង់ដឹងតាក់ទងជាមួយនឹងការប្រមូលបរិមាណការងារឥដ្ឋសម្រាប់គម្រោងអគារមួយទាំងមូលអាចចុចឈ្មោះចូលរៀនវគ្គខ្លីរបស់យើងបានគឺវគ្គ BOQ និង Project Planning នេះនៅសាលាបណ្ដុះបណ្ដាលជំនាញគូប្លង់សំណង់ស៊ីវិលតាមរយៈលេខទូរស័ព្ទនិងអាសយដ្ឋានដូចបង្ហាញនៅក្នុងវីដេអូនេះអរគុណច្រើនជួបគ្នាក្នុងពេលឆាប់ៗនេះ